កម្ពុជានិងថៃយល់ព្រមដកកងទ័ពចេញពីប្រាសាទតាមាន់ធំក្រោយកិច្ចពិភាក្សមន្ត្រីយោធាកម្ពុជានិងថៃបានបើកកិច្ចពិភាក្សាមួយកាលពីថ្ងៃសុក្រទី2ខែឧសភាដើម្បីបន្ធូរបន្ថយភាពតានតឹងហើយបន្ទាប់ពីនោះមករាជរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាក្នុងការដកកងទ័ពរបស់ខ្លួនចេញពីប្រាសាទតាមាន់ធំនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Postឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃលោកផុំថានវិឆ័យយ៉ាឆៃបានផ្ដល់ព័ត៌មានសង្ខេបខ្លីក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការពារព្រំដែនថៃនៅទីក្រុងបាងកកកាលពីថ្ងៃប្រហ័សកន្លងទៅនេះជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្ដោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប្រាសាទកិច្ចប្រជុំនោះក៏មានការចូលរួមផងដែរពីសំណាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទាសីហាលោកភូមិថាមបានទទួលស្គាល់ភាគីទាំងពីរថាបានឯកភាពដកកងទ័ពទៅកាន់ទីតាំងឈើជើងដើមវិញរៀងៗខ្លួនហើយយល់ព្រមរក្សាការអត់ធ្មត់ការទំនាក់ទំនងបានប្រព្រឹត្តទៅកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលចំណែកប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាដែរអំពីបញ្ហាព្រំដែនគូបញ្ជាក់ថាសារព័ត៌មាន Bangkok Post ដោយផ្អែកលើប្រភពទទួលបានពីយោធាថៃបានឲ្យដឹងថាកិច្ចចរចារវាងកម្ពុជានិងថៃបានធ្វើឡើងកាលពីថ្ងៃសុក្រដើម្បីទប់ស្កាត់កុំឲ្យមានចំនួនផ្ទុះឡើងនៅតាមព្រំដែនក្នុងនោះរួមមានទាំងតំបន់ក្បែរប្រាសាទតាមាន់ធំប្រភពនេះដដែលបន្ថែមថាយោធាថៃនឹងគោរពតាមបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយភាគីកម្ពុជាដើម្បីធានាថាការសម្របសម្រួលត្រូវបានអនុវត្តក្នុងករណីការអនុវត្តសម្របសម្រួលទទួលបរាជ័យនោះភាគីទាំងសងខាងនឹងរាយការណ៍ជូនថ្នាក់លើរបស់ខ្លួន